Hả? Lục Giangគាត់ដឹងថាខ្ញុំមកទីនេះបានយ៉ាងម៉េច លោកជាងចង់អីបកលោកមកទីនេះ មិញនេះខ្ញុំស្ដាប់ឮអស់ហើយមិនបានជានាងមកទីនេះតាមអ្នកឯងអញ្ចឹងដឹងទេថាវាគ្រោះថ្នាក់ ខ្ញុំគឺមិនបានកាត់អីនោះទេ នាងក៏ដឹងហើយមែនទេថាពួកគេជាមនុស្សអាក្រក់រឿងអីក៏គេអាចធ្វើបានដែរមុននេះគេប្រើមនុស្សឲ្យធ្វើបាបនាងប៉ុណ្ណឹងហើយនៅថាមិនទាន់កាត់អីទេទេ តែខ្ញុំអាចគ្រប់គ្រងស្ថានភាពបានលោកជាងនេះលោក ត្រូវហើយនាងមិនបានប្រាប់ពួកគេពីទំនាក់ទំនងអញ្ចឹងទេ ស្អីទៅនេះអ្នកទាំងពីររៀបការជាមួយគ្នាជារឿងប៉ិតទេ អូមានន័យថាពួកគេមិនជឿរឿងរបស់យើងមកពីនាងមិនចុះខ្ញុំមកជាមួយចាំចាំ នេះលបងជូន យើងថតរូបជាមួយគ្នាផ្អែមល្ហែមយ៉ាងនេះមិនបានជាពួកគេមិនជឿនាងគិតអញ្ចឹងទេ មែនហើយគាត់កំពុងសម្ដែងការពារខ្ញុំឬអត់ហ្នឹងមិនអាចទៅរួចទេលោកជាងលោកទៅរៀបការជាមួយនាងនេះបានយ៉ាងម៉េច ហេតុផលតែមួយដែលខ្ញុំសម្រេចចិត្តរៀបការគឺព្រោះតែខ្ញុំស្រឡាញ់នាង សម្ដីផ្អែមទៀតហើយលោកជាងលោកអាចទៅស្រឡាញ់មនុស្សស្រីមៀតយៈបែបនេះបានយ៉ាងម៉េចខ្ញុំមិនជឿទេ ហ៎ ពេលនេះនាងជឿហើយនៅ មនុស្សស្រីមានរូបរាងអាក្រក់បែបនេះលោកជាងលោកស្រឡាញ់បានដោយរបៀបណាទៅមិនបានជានាងសំណាងម្លេះស្អាតប្រហែលខ្ញុំដែរនៅតែមិនទាន់មានប្រុសណាចូលដណ្ដឹងផងតែបែរជានាងឈានមួយជំហានសោះអាចឡើងទៅដល់មេឃ ចាំបាត់មកទៅ លោកជាងសូមគុំប្រកាន់អីកូនស្រីរបស់ខ្ញុំគ្មានបំណងអាក្រក់ទេក៏ព្រោះតែលោកនឹងជានិញរៀបការលឿនពេកតាមពិតទៅមុននេះនាងប្រាប់យើងដែរប៉ុន្តែយើងស្មានតែនាងគឺលេងសើចជាមួយពួកយើង ចុះមិនក៏ចាំបាច់ចាប់ខ្លួននាងឬមួយក៏ច្បាប់របស់មេគ្រួសារសុងវាតឹងរឹងជាងគ្រួសារជាងទៅទៀតបើអញ្ចឹងមែនខ្ញុំប្រហែលជាត្រូវកែប្រែខ្លួនបន្តិចហើយ ពួកយើងគ្រាន់តែនិយាយលេងទេដើម្បីបំភ័យនាងតែប៉ុណ្ណោះខ្ញុំចាត់ទុកជានាងដូចជាកូនស្រីបង្កើតអញ្ចឹងបើនាងឈឺខ្ញុំក៏ឈឺដូច្នេះខ្ញុំមិននឹងអាចធ្វើបាបនាងកើតទៅ លោកចង់មានន័យថានៅផ្ទះនេះប្រពន្ធរបស់ខ្ញុំមិនដែលរងទុក្ខត្រូវដែរទេ ជានាងពួកយើងគឺជាគ្រួសារតែមួយឈាមប្រកាសជាខាប់ចិនទឹកហើយ